ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាចាមកជួបជាមួយនឹងយើងខ្ញុំទ្របកសិករខ្មែរចាថ្ងៃនេះខ្ញុំនឹងមកចែករំលែកអំពី4ចំណុចគួរយល់ដឹងសម្រាប់ទុរេនអាយុ45ថ្ងៃឥឡូវតោះយើងទៅមើលវីដេអូលម្អិតទាំងអស់គ្នាជំរាបសួរបងទុរេននេះមានអាយុប្រមាណហើយផ្លែវាអាយុវាចូល40ថ្ងៃទៅ45ថ្ងៃហើយ40ថ្ងៃ45ថ្ងៃហើយអញ្ចឹងចំណុចនេះនៅមានការបារម្ភអត់បងបារម្ភខ្លាំងវគ្គនេះអត់ទាន់ផុត60ថ្ងៃទេចានៅវគ្គប្រឈមមុខព្រោះថ្នាក់គឺធ្លាក់ណាស់បងវាមាន4ចំណុចចាទី1យើងត្រូវមើលលើគឺមើលត្រួយលើយើងមានដើរមានហើបហើយអត់ចាតែបើថាត្រួយលើអត់ដើរទេខ្លាយនៅវ័យនេះយើងអត់សូវបញ្ហាទេតែយើងត្រូវបាញ់បិទស្លឹកដែរបិទព្រួយស្មីនេះចាយើងបាញ់វ័យនេះហ្នឹងជន់វាកុំឲ្យវាលាស់ត្រួយអញ្ចឹងយើងប្រើវាពួកទីទឹកដាច់អាសូតដែរណាចាបងហើយមួយទៀតយើងត្រូវឲ្យចំណីក្នុងចាក្នុងនេះមុនឲ្យយើងត្រូវតែងវាសិនតែងផ្លែចាបងយើងត្រូវតែងផ្លែណាដែលអន់ផ្លែណាដែលក្នុងមេឃអីច្រើនលើកម្រិតអញ្ចឹងណាណាអន់គេយើងអាចកាត់ចោលវានេះយើងត្រូវកាត់ចានេះផ្លែវាអត់វែងទេផ្លែវាមូលដូចផ្លែប៉ោមណាអញ្ចឹងផ្លែវាអត់វែងផ្លែដែលស្អាតគឺផ្លែត្រួវែងមកហើយយើងត្រូវឲ្យចំណីក្នុងក្នុងមកយើងត្រូវឲ្យចំណីជីក្រោមហើយទឹកទឹកវគ្គនេះសំខាន់ណាយើងគួរវាយមួយថ្ងៃចន្លោះមួយថ្ងៃថ្ងៃចន្លោះមួយថ្ងៃយើងវាយថាវគ្គនេះលើសទឹកពេកក៏អត់ល្អខ្វះទឹកក៏មិនល្អអញ្ចឹងទឹកមកល្មមឧទាហរណ៍15នាទីមួយថ្ងៃចន្លោះមួយថ្ងៃវល់3ប៉ុណ្ណឹងអញ្ចឹងយើងថា15នាទីគ្រប់គឺយើងវាយប៉ុណ្ណឹងទេសិនឲ្យវាផុត60ថ្ងៃចាំយើងតម្លើងហ្នឹងតម្លើងតិចខ្ញុំតម្លើងខ្លាំងហ្នឹងបើយើងតម្លើងខ្លាំងគឺខូចរូបរាងហើយគឺវាឡើងក្របឡើងសាច់ហ្នឹងគឺវាអាណាទៅវាចគឺវាចទៅហើយបងអញ្ចឹងថាយើងអត់ចេះគ្រប់គ្រងទឹកវគ្គហ្នឹងចាប់ហើយអត់ស្អាតទេហ្នឹងហើយអញ្ចឹងបងប្អូនកសិករគាត់ត្រូវយល់ណារឿងចំណុចឲ្យចំណីឲ្យទឹកហ្នឹងហ្នឹងហើយអញ្ចឹងវគ្គហ្នឹងមានប៉ុណ្្នឹងហើយអរគុណច្រើនបងអ្នកទាំងអស់គ្នានេះគឺជា4ចំណុចដែលយើងត្រូវយកចិត្តទុកដាក់មើលថែកំឡុងពេលដែលទុរេនមានអាយុចាប់ពី40ទៅ45ថ្ងៃទុរេនដែលមានអាយុចាប់ពីកំឡុងពេល45ថ្ងៃនេះគឺជាពេលដែលនៅមានហានិភ័យនៅឡើយទេហើយទុរេនដែលអស់កង្វល់អស់ហានិភ័យតែម្ដងនោះគឺទុរេនដែលមានអាយុចាប់ពី60ថ្ងៃឡើងសម្រាប់ការចែករំលែកថ្ងៃនេះមានតែប៉ុណ្ណឹងបើសិនជាពុកម៉ែបងប្អូនទាំងអស់គ្នាស្រឡាញ់និងចូលចិត្តសូមជួយចុច like និង subscribe ឲ្យផងដើម្បីឲ្យពួកខ្ញុំមានកម្លាំងចិត្តធ្វើនៅវីដេអូថ្មីៗជូនពុកម៉ែបងប្អូនបន្តទៀតចាសូមអរគុណជម្រាបលា